Hello សួស្តីអ្នកទាំងអស់គ្នាជួយមើលខ្ញុំបានម្ដងទៀតហើយក្រោយពីដាក់ការបរិយគ្នាយើងមកមានអារម្មណ៍ថាគ្នាយើងចង់មើលរឿងហាន់ឌីសុងរបស់យើងភាពបន្តអញ្ចឹងណាតោះឲ្យខាត់ពេលចូលដល់ការសម្ដែងតែម្ដងនៅកន្លែងប៉ែសេងវិញយើងបានឃើញសេងកំពុងធ្វើការប្រយុទ្ធជាមួយនឹង Iceland បន្តទៀតសេងបានប្រើ Aura Skill របស់គេប្រើ Skill មួយដែលមានឈ្មោះថាក្រហមតោបានបើកការវាយប្រហារទៅកាន់ Iceland ក៏បានប្រើសំណាញ់ពីងពីងដើម្បីទប់ទល់ផងដែរមើលទៅកាន់ការប្រយុទ្ធនេះទាំងពីរយើងបានឃើញសេងនិង Iceland គិតក្រោយរៀងខ្លួនតែម្ដង Iceland បាននិយាយទៅកាន់សេងថាតើអ្នកគឺជាអ្នកណាហេតុអ្វីបានជាអ្នកខ្លាំងដូចនេះសេងបានតបថាតើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាអ្នកប្រមាញ់លេខ1 Iceland បានតបថាបាននិយាយរឿងចំណាត់ថ្នាក់រ៉ែននេះមែនទេខ្ញុំគ្រាន់តែជាអ្នកលេខ2នៅក្នុងពិភពលោកនេះតែប៉ុណ្ណោះលើបែបនឹងសេងមានការងឿឆ្ងល់ជាខ្លាំងហើយនិយាយថាតើអ្នកបាននិយាយពីអ្វីអ្នកគឺជា Hunter ដែលមានរ៉ែនទី1ត្រូវហើយ Iceland បានតបថាចង់ជាប់ចំណាត់ថ្នាក់រ៉ែនទី1មែនទេជាដំបូងអ្នកគួរតែមានរ៉ែនចំណាត់ថ្នាក់ទី2ហើយធ្វើការប្រយុទ្ធជាមួយនឹងអ្នកដែលមានរ៉ែនទី1ពេលដែលរកខាងណាឈ្នះចាញ់ឃើញពីនោះហើយលេខ1គឺជារបស់អ្នកពេលនោះយើងបានឃើញអ្នកគ្រប់ត្រយើងច្រើនបានរត់ចាក់ចេញមកជាច្រើនតែម្ដងអ្នកដឹកនាំពួកគេចេញនោះគឺជាងសេងយៀនឃើញបែបនឹង Iceland ដឹងថាសង្គ្រាមមួយនេះទៅជាយ៉ាងណាបើទៅហើយកាលមកដល់កន្លែងហានេសងវិញយើងបានឃើញអ្នកគ្រប់គ្រង WHA បាននិយាយថាវាគួរមិនជឿតតែសោះថាអ្នកអាចបំបែករនាងដល់ក្តារបែបនេះបានហានេសងបានបោះពាក្យសម្ដីទៅកាន់អ្នកគ្រប់គ្រង WHA ថាប្រសិនបើអ្នកចង់រញ៉េរញ៉ៃជាមួយនឹងណាគេម្នាក់អ្នកគួរតែយកមនុស្សណាដែលប្រើប្រាជ្ញាតិចទៅអ្នកគ្រប់គ្រង WHA បានតបថាជ្រើសរើសមនុស្សដែលមានប្រាជ្ញាមែនទេមើលតែនេះហាក់បីដូចជាមិនមែនមនុស្សផងដែរអ្នកហាក់បីដូចជាមិនខុសពីមនុស្សក្រៅភពទាំងអស់នោះទេហានេសងបានតបថាតើអ្នកណាពិតប្រាកដគឺជាមនុស្សចម្លែកអ្នកបានចោះកិច្ចគងព្រៀងជាមួយនឹងមនុស្សក្រៅភពទាំងអស់នោះតើនោះគឺជាអ្វីអ្នកគ្រប់គ្រង WHA បានឆ្ងល់ហើយទូទៅកាន់ហានេសងថាតើអ្នកមិនមែនជាមនុស្សតែម្នាក់ទេហានេសងដែលបានចោះកិច្ចព្រមព្រៀងជាមួយមនុស្សក្រៅភពឲ្យទទួលបានធម្មពលដ៏សម្បើមបែបនោះមនុស្សដែលអ្វីឃើញគេមិនអាចប្រើអូរ៉ាដែលមានពណ៌ខ្មៅបាននោះទេគឺជាពិសេសគឺការកោះហៅបិសាចមកពីកែតែម្ដងមើលទៅកាន់អ្នកមិនមែនគឺជាមនុស្សទេអ្នកអ្វីខិនបែបណាដែលអាចប្រើអូរ៉ាពណ៌ខ្មៅបែបនេះបានម្នាក់ស្រីដែលមានរ៉ែនអេបាននិយាយទៅកាន់ដងសូថាតើអ្នកមានធំក្លិនអ្វីចម្លែកដែរទេដងសូបានតបថាធំក្លិនដែរមើលទៅកាន់អ្នកគ្រប់គ្រង WHA កំពុងតែពន្យាពេលធ្វើការសន្ទនាជាមួយនឹងពួកគេជាច្រើនតែម្ដងដើម្បីទុកពេលឲ្យម្នាក់ស្រីនៅរត់ចាក់ចែងបានទៅហើយកាលមកដល់កន្លែងសំខាន់បន្តិចហានេសងរបស់យើងបាននិយាយថាកន្លែងមួយនេះក៏មិនខុសគ្នាពីឋាននរកផងដែររាល់បញ្ហាស្ទើរតែមិនសមហេតុផលហើយពួកទាំងអស់នោះនិយាយក៏មិនសមហេតុផលផងដែរតើតែពួកគេត្រូវទៅរនកម្មទើបពួកគេនិយាយការពិតពេលនេះខ្ញុំនឹងធ្វើបែបនោះទៅកាន់អ្នកឲ្យដូចជាពួកគេអញ្ចឹងលើបែបហ្នឹងអ្នកគ្រប់គ្រង WHA បានភ្ញាក់ហើយក៏បានប្រើស្គីរបស់ខ្លួនដែលមានឈ្មោះថា Super Awaken តែម្ដងបានប្រកាសទៅជារូបកាយមួយទៀតរួមទាំងសម្លៀកបំពាក់ថ្មីផងដែរជាពន្លឺយ៉ាងខ្លាំងតែម្ដងហើយបានសម្រុកទៅបើកការវាប្រហារទៅកាន់ហាន់ឌីសុងរបស់យើងហាន់ឌីសុងបានប្រើស្គី Aura ដែលមានឈ្មោះថាការលុបចោលលុបបំបត្តិការវាប្រហារមួយនោះបាត់ទៅហើយហាន់ឌីសុងបាននិយាយដែររបស់គាត់ហើយក៏បាននិយាយថាតើអ្នកគិតថាអ្នកប្រមាញ់មិនអាចប្រើប្រាស់ Aura បានមែនទេក៏បានប្រើដៃរបស់គាត់មកទៅកាន់អ្នកគ្រប់គ្រង WHA យ៉ាងពេញទំហឹងតែម្ដងបន្ទាប់ពីបានខ្ទប់អ្នកគ្រប់គ្រង WHA បានងើបមកវិញហើយឃើញខ្លួនឯងត្រូវរបួសដែលធ្វើឲ្យគេខឹងជាខ្លាំងហើយហាន់ឌីសុងរបស់យើងសិតតែស្វាពណ៌លឿងឃើញបែបហ្នឹងហាន់ឌីសុងបានប្រើ Aura Skill មួយទៀតដែលមានឈ្មោះថាបំបាំងកាយបាត់ពីមុខរបស់អ្នកគ្រប់គ្រង WHA តែម្ដងហាន់ឌីសុងរបស់យើងបានធ្វើការវាយអ្នកគ្រប់គ្រង WHA ម្ដងខាងស្វេម្ដងខាងស្ដាំដែលធ្វើឲ្យគេពិបាកទប់ទល់មែនទែនទីបំផុតអ្នកគ្រប់គ្រង WHA បានប្រើ Holy Seal ដើម្បីការពារពីហាន់ឌីសុងរបស់យើងប៉ុន្តែហាន់ឌីសុងបានចេញពីបំបាំងកាយប្រើដាវរបស់គេកាប់កំទេចសៀលមួយនោះតែម្ដងក្រៅពីសៀលនោះបានខ្ទេចហាន់ឌីសុងរបស់យើងបានប្រើ Aura Skill មួយទៀតដែលមានឈ្មោះថាសម្លេងដាវនៃការបំផ្លិចបំផ្លាញធ្វើការវាប្រហារទៅកាន់អ្នកគ្រប់គ្រង WHA អ្នកគ្រប់គ្រង WHA ក៏បានដកញញួររបស់គេដើម្បីទប់ទល់ផងដែរញញួរដែលប្រើប្រាស់ដោយអ្នកគ្រប់គ្រង WHA បានខ្ទាតចេញពីដៃរបស់គាត់មិនទុកពេលឲ្យទៅយូហាន់ឌីសុងបានស្ទុះទៅដល់ធ្វើការចាក់សម្លាប់អ្នកគ្រប់គ្រង WHA តែម្ដងហាន់ឌីសុងរបស់យើងមិនឲ្យអ្នកគ្រប់គ្រង WHA ស្លាប់ទៅដោយបែបនេះនោះទេក៏បានប្រើកំហឹងរបស់ស្ដេចនរោដើម្បីដុតកំទេចអ្នកគ្រប់គ្រង WHA តែម្ដងក្រៅពីបានសម្លាប់អ្នកគ្រប់គ្រង WHA មកប្រព័ន្ធបានលោកមកប្រាប់ទៅកាន់ហាន់ឌីសុងថាពេលនេះបេសកកម្មជោគជ័យហាន់ឌីសុងអាចប្រែកាឡាខ្លួនទៅជា Demon God បានហើយមិនទុកពេលយូរហាន់ឌី
នេះសងបានប្រើសមត្ថភាពមួយនោះតែម្ដងគាត់បានបាញ់ធម្មពលរបស់គាត់យ៉ាងខ្លាំងទៅលើមេឃបើយើងមើលចេញពីភពកាយមកយើងបានឃើញធម្មពលជាខ្លាំងចេញមកពីផែនដីរបស់យើងបន្ទាប់មកហានឌីសុងរបស់យើងបាននិយាយថាដើម្បីដោយសារមួយនេះត្រូវការព្រលឹងរបស់មនុស្សក៏បានប្រើចង្វាក់ចាប់យកព្រលឹងរបស់អ្នកគ្រប់គ្រង WHA តែម្ដងប្រព័ន្ធបានលើកមកហើយនិយាយថាការចាប់ព្រលឹងទទួលបានជោគជ័យរួមទាំងស្គីរបស់គាត់បានកើនឡើងជាអចិន្ត្រៃយ៍ផងដែរការគ្រប់គ្រងព្រលឹងរបស់គាត់មានច្រើនមែនទែនឡើងដល់1000លានឯណោះពេលនេះយើងបានឃើញអ្នកគ្រប់គ្រង WHA ខ្លាចជាអាយ៉ងរបស់ហានឌីសុងរបស់យើងបានទៅហើយការមកដល់សារព័ត៌មានវិញយើងក៏បានឃើញអ្នកគ្រប់គ្រង WHA នៅកន្លែងនោះផងដែរជាមួយនឹងអ្នកទាំង3នេះកំពុងតែមើលព័ត៌មានអំពីអ្នកគ្រប់គ្រង WHA អញ្ចឹងណាបាទនិយាយទៅអ្នកទាំង3គ្មានអ្នកណាឆ្ងាយនេះទេគឺជាក្រុមតែមួយជាមួយនឹងអ្នកគ្រប់គ្រង WHA ហ្នឹងទ្វារក៏បានបើកតែកញ្ចាស់មួយនៅក៏បានកន្លែងមកក្រោយឃើញហានឌីសុងរបស់យើងហានឌីសុងរបស់យើងបាននិយាយថាតើកញ្ចាស់ទាំង3នេះនៅទីនេះធ្វើអ្វីហ្នឹងតើកញ្ចាស់នោះគ្រឿងបែបហ្នឹងក៏បានស្រ័យឲ្យអ្នកការពាររបស់គេចេញមកដើម្បីឡើងពួតហានឌីសុងរបស់យើងហានឌីសុងរបស់យើងបានប្រើជីវៈឋានរួចរបស់គាត់ចាប់អ្នកទាំង4តែម្ដងក្រៅពីបានកញ្ចាស់អ្នកទាំង4ហើយតើកញ្ចាស់ទាំង3នាក់នោះក៏មិនដែរមើលទៅមួយសន្ទុះធំក៏បានកន្លងផុតទៅយើងបានឃើញអ្នកគ្រប់គ្រង WHA មកកន្លែងនេះផងដែរបានធ្វើការអង្គររូបហានឌីសុងរបស់យើងហានឌីសុងបានសួរទៅកាន់គេថាហេតុអ្វីនៅទីនេះមានតែ3នាក់អញ្ចឹងអ្នកគ្រប់គ្រង WHA បានប្រាប់ទៅកាន់ហានឌីសុងថា member សរុបទាំងអស់មាន6នាក់សង្ស័យពួកគេរត់ទៅដល់ណាបាត់ទៅហើយ2នាក់ទៀតហានឌីសុងរបស់យើងមិនឆ្កាត់នោះទេដោយសារតែពួកគេលាក់ខ្លួនបន្ទាប់មកហានឌីសុងក៏បានធ្វើការបន្ទុះគំតិចកន្លែងនោះចោលតែម្ដងកាត់មកដល់កន្លែងបាមួយកន្លែងយើងបានឃើញអាយសែនៅទីនោះផងដែរគេកំពុងតែត្អូញត្អែរពីអ្វីមួយពេលនោះម្នាក់ស្រីដែលជាអ្នកតោបានដើរចូលមកហើយហៅអាយស្លែនបានសួរទៅកាន់នាងថាតើនាងគេចពីកន្លែងនោះបានយ៉ាងដូចម្ដេចបន្តមកអាយស្លែនបាននិយាយទៅកាន់អ្នកតោម្នាក់ស្រីនោះថាប្រធានាធិបតីរបស់យើងមិនមែនជាជនក្បត់នោះទេគាត់ប្រហែលជាអាយ៉ងដែលគ្រប់គ្រងដោយហានឌីសុងអ្នកស្រីដែលជាអ្នកតោនោះបាននិយាយទៅកាន់អាយស្លែនថាដូច្នេះតើពេលនេះយើងគួរធ្វើអ្វីអាយស្លែនបានសួរទៅកាន់នាងថាតើអ្នកចង់ធ្វើអ្វីឬចង់បានការសងសិទ្ធមួយមែនដែរឬទេអ្នកស្រីដែលជាអ្នកតោបានបន្តនិយាយថាប្រធានាធិបតីបានយកខ្ញុំមកចិញ្ចឹមព្រោះខ្ញុំជាក្មេងកំព្រាក៏បានចិញ្ចឹមខ្ញុំតាំងពីតូចមកដល់ពេលនេះអាយស្លែនបានធ្វើការផ្ទះដែរហើយនិយាយថាបំភ្លេចរឿងនោះទៅហើយចាប់ទុកវាជាគ្រោះថ្នាក់ចរាចរណ៍មួយទៅហើយបន្តទៅមុខទៀតព្រោះអោរ៉ារបស់យើងទាំងពីរមិនអាចយកឈ្នះហានឌីសុងបានទេពេលនេះអ្នកស្រីដែលជាអ្នកតោនោះមានការសោកស្ដាយជាខ្លាំងហើយនាងបាននិយាយថានាងមិនអាចធ្វើបានទេមើលទៅកាន់ប្រវត្តិរបស់ William ពិតជាកំសត់មែនទែននេះពេលនោះមានអ្វីចម្លែកបានកើតឡើងមនុស្សដែលនៅក្នុងបារនោះទាំងអស់ត្រូវបានដេកស្ដោកស្ដឹងតែម្ដងឃើញបែបនឹងអាយស្លែនមានការបែកញើសជាខ្លាំងហើយនិយាយថាតើអោរ៉ារបស់អ្នកណាអីក៏ខ្លាំងយ៉ាងនេះទេវតាមួយរូបបានចូលមកដល់ក្នុងបារមួយនោះហើយបាននិយាយថានាងមានឈ្មោះថាប៉ារ៉ាកែហើយក៏ចូលចំណាក់ថ្នាក់ទី3នៅក្នុងរង្វង់វេទមន្តផងដែរទេវតាមួយនេះមកទីនេះប្រកាសជាមានផែនការអ្វីដើម្បីកចាប់ហានឌីសុងរបស់យើងហើយចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាមានតែចាំតាមដានទស្សនាទាំងអស់គ្នា